Mẹ khuyên bên Tây Sài Gòn đi đã phía châu hơi lấy đặt châu thế. Tê bong tê vì tới tôi vậy chẳng bong nhôm châu bạc cua bên này tôi nhôm mặc khai nè kê tê bằng tay dương ấy giá sấy sạch bởi tan Jessica cả nhà anh Miss S Comedy trên năm 2023hiện boss sầm đây bàiนี้ได้มันขึ้นไล่มาบอกกันยารูปนั้นเลยแต่บาสูทานเนียงเวลวิงสำหรับการบันทีมวยนาโน่นไปกับมุกนี้เนียงใบจีชลายอย่างขึ้นเลยแบบนี้สดับเฮ้ยใส่หลังจองเกียงแต่มันจากบ้านสบายซอให้มีสวัสดิภาพแจ้งขึ้นมาลงจมูกนึงเล็กที่ไว้แม่พระจมูกนึงสปาสบายเนี่ยบอกปลาต่างปีมองดีโจคนี้ช่วยผลสบายอย่างไอซอเลื่อนซอใบมีสวัสดิภาพมีสำน้ำเพลิดจังปีขันขนมต่ำดองในดับบ้านถอยเลยที่ไว้แม่พระหายคือสบายซอมัดโลซอใบมีสกปรกอ๋อหนึ่งชุบเชียร์บ้านสบายค่อยๆจีบไปซะคือสบายอย่างงี้รองประติกรรมจุดมีเสื้อปอนสไลเจสิก้าโอ้ยอาแมนแทนกับรอบ้านโชว์แมนแทนให้ไงนิกบ้านเพื่อจีบเงียบกันยุทธแบบโชว์รวมการทีออกการผ่านครูหรือบอไปกับที่เรามิโกสโมแคมบริชแนมวันไทยเพียงเยอะร้องอย่างนั้นได้แต่เคยเซอร์ชบองเซอร์โอเนี่ยคลาบหายวัตถุวินการพูดเจนสมัยเวทีการมิโกสโมในของได้จ่าบองสมัยย่อมชนะรำติมวยลงไปแต่ย่อมมาด้าคือย่อมเคยท่าบองโอ้ไปเจนจงขมาเยอะคือสันตุในการคอนโทรลวิสัยบอกกันอย่างเหล่านี้คือโคพลายปีรอดองคลังเหม็นแตนบองไอจีวิสัยขนมการโจรมขนมการวิธีคอสโลตรงไหนนี่คือเมียบองโอ้ยังคือโจรมชราคลังเหม็นแตนให้ย่อมแม่รำถ้ารำเพิ่มสมัยไปกับเพียบต่างอาแต่ก่อนของเธอการประกวดในแบบเหมือนตะเกียบนังครับบองโยอย่างนั้นได้สมัยตุ่มรงการประกวดแบบไปประกวดบอกมิโกสโมสำหรับตุ่มรงในการประกวดរបស់ Miss Cosmo គឺខុសប្លែកពីកម្មវិធីដទៃទៀតឆ្ងាយខ្លាំងមែនតើបងអញ្ចឹងសម្រាប់ខ្ញុំតក៏ខ្ញុំអត់តដឹងថាមិនដែរអញ្ចឹងយើងមានតែចាំមើលទាំងអស់គ្នាថាសមត្ថភាពពួកគាត់ខុសប្លែកគ្នាមិនខ្លះបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំដឹងតែអូដឹងតែពិសេសឲ្យបងអើយព្រោះអីសមត្ថភាពអ្នកដែលចូលប្រកួតម្នាក់គឺសុទ្ធតែជាជើងខ្លាំងហើយសុទ្ធតែបបពិសោធន៍ប្លែកខុសពីគ្នាបងចាដល់បេក្ខភាពណានៅមានបងមិនមែនតែម្នាក់ទេគឺមានច្រើនចាដូចជាបងចនាពិសីផុនស្រី2បងសុធារីប៊ីហើយក៏មានបែកគ្នាជាច្រើនទេបងប្អូនទាំងអស់គ្នាអូនិយាយទៅខ្ញុំមានអាយដលក្នុងបេះដូងច្រើនណាចាអរគុណបងគឺយ៉ាងណាពេញចិត្តកម្មវិធី Cosmo គិតថាអាចនឹង comeback មកប្រកួតម្ដងទៀតទេសម្រាប់2026អីមែនទេចាបងចំណុចហ្នឹងសុំលាក់តិចសិនមូលហេតុអីបាទអត់ទាន់ចំណាប់អារម្មណ៍ការវិលត្រឡប់មកវិញមូលហេតុដោយសារតែខ្ញុំទៅតែត្រឡប់មកពីការប្រកួតប្រហែលរយៈពេលទៅតែបានមួយឆ្នាំតិចតួចទេបងអញ្ចឹងយើងចង់ឲ្យនៅពេលដែលយើង comeback ម្ដងទៀតមានអ្វីថ្មីសម្រាប់បងប្អូនយើងទាំងអស់គ្នាចាយើងចង់មកជាទម្រង់ថ្មីប្លែកមួយជូនបងហ្មងយកពេលវេលាក្នុងរយៈពេលមួយឆ្នាំ2025ធ្វើអ្វីដែរមកទៅសម្រាប់ខ្ញុំមានតែខ្ញុំយកពេលវេលាទាំងអស់ហ្នឹងដើម្បីដកខាននឹងវឹកខានសមត្ថភាពខ្លួនឯងឲ្យខ្លាំងជាងមុនសិនបងទៅយើងសម្រាប់ចិត្តថាយើងវិលវិញមកដើម្បីឲ្យវ៉ាវសម្រាប់បងប្អូនទាំងអស់គ្នាតែម្ដងចា៎មើលឃើញសិស្សច្បងរឿងបែកភាពដទៃឬបងយ៉ាងដទៃទៀតមានភាពខ្លាំងអញ្ចឹងអាចថាយើងមានចំណុចខ្វះខាតមែនទេអូនមិនមែនថាយើងមានចំណុចខ្វះខាតទេបងសមត្ថភាពម្នាក់គឺមានរៀងខ្លួនបងប៉ុន្តែចំណុចពិសេសគឺខុសគ្នាដូចគ្នាដែរអញ្ចឹងខ្ញុំចង់ឲ្យមានអីពិសេសមួយសម្រាប់បងប្អូនទាំងអស់គ្នាឲ្យបងចំណាំខ្ញុំច្បាស់ហ្មងថាខ្ញុំគឺជា Jessica Tan Cambodia អញ្ចឹងមានថាដល់គ្នាដើម្បីធ្វើការបង្ហាត់ទៅពាក់អំពន់ឲ្យប្រហែលដូចសិស្សច្បងឬបើខ្លាំងជាសិស្សច្បងទៀតទៅណាបងអរគុណចា៎មែនទេអរគុណបងងាកមកពីប្រវត្តិចាស់តិចអូនចូលប្រឡង Miss Earth ឆ្នាំណាដែរខ្ញុំចូលប្រកួតក្នុងកម្មវិធី Miss Earth ក្នុងឆ្នាំ2023បង2023ចំមុនការប្រឡង Miss Earth 2023ហ្នឹងតើមានចូលរួមកម្មវិធីប្រឡងក្នុងវិស័យបរិញ្ញាណាទៀតអត់ចាបងខ្ញុំក៏ជាអតីតនៃ Miss Universe Cambodia ឆ្នាំ2023ដូចគ្នាដែរបងចាជាអតីតបេក្ខភាពឬបេក្ខភាពបងក្នុងចំណោម Top 10នៃកម្មវិធី Miss Universe Cambodia វ៉ាវពិតជាអស្ចារ្យមែនចាបងចាចូលមូលហេតុមិន Miss Universe 2025នេះអត់ដាក់ទីទៅប្រកួតមូលហេតុដូចតែខ្ញុំប្រាប់បងមិនអញ្ចឹងបងខ្ញុំអត់ទាន់មានធៀមអ្វីថ្មីប្លែកសម្រាប់ខ្លួនឯងទេព្រោះដោយសារតែមកវឹកនេះមិនថាការងារសិល្បៈក៏ដូចជាការងារខ្លួនឯងផ្ទាល់គឺខ្ញុំមិនមានញឹកខ្លាំងមែនតើបងអញ្ចឹងយើងអត់ទាន់មានឱកាសបានចូលរួមប្រកួតអញ្ចឹងអាចនឹងចាំមើលឆ្នាំក្រោយចាឃើញពេញប្រទេសសារាវរីដាក់ពាក្យចូលហើយលេខដាក់ចូលទេអត់ទេបងអត់ទេពេលទៅដូចនិយាយអញ្ចឹងបងខ្ញុំចូលប្រកួតពេលណាក៏ខ្ញុំមកខ្លាចណាគេទេប៉ុន្តែយើងដឹងពីសមត្ថភាពខ្លួនឯងផ្ទាល់ហើយពេលវេលារបស់យើងដូចគ្នាចាអរគុណច្រើនបងចាឆ្នាំនេះជាឆ្នាំ8ម៉ានហើយឆ្នាំនេះ25ហើយបើចាប់ការសិក្សាអូអាយុខ្ញុំឆ្នាំនេះតំតែ21តាបង21ចា21ឆ្នាំនេះបើចាប់ការសិក្សាដែរអូចាចាប់ការសិក្សាឲ្យបងនៅសាលាជាគ្រប់គ្រងចាដៃ business បង business បន្តណាចង់ផ្នែក business គាត់តែមកស្រឡាញ់ផ្ទៃបងកញ្ញាអូខេឆ្ងាយណាអូនអត់អីទេបងនិយាយទៅជីវិតយើងម្នាក់គឺមានច្រើនអាជីពអញ្ចឹងអត់អីទេចាសមត្ថភាពយើងមានច្រើនដែរចាបងអ
អរគុណអរគុណ ទៅគ្រប់គ្រងដូចមានភាពអីខ្ញុំ ចាអរគុណខ្លាំងមែនតើបងប្អូនទាំងអស់គ្នារាល់ការស្រឡាញ់និងគាំទ្រកន្លងមកនេះខ្ញុំពិតជាមានមោទនភាពមែនតើដែលពីមុនមកគឺនាងខ្ញុំមានឱកាសបានទៅតំណាងប្រទេសខ្មែរយើងនៅលើឆាកអន្តរជាតិហើយនាងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងនៅតែស្រឡាញ់និងគាំទ្ររូបនាងខ្ញុំតតែម្ដងចាមិនយូរមិនឆាប់ពេលនាងខ្ញុំនឹងត្រឡប់មកម្ដងទៀតចាអរគុណចាអរគុណបងចាអរគុណ